បាទសួស្តីអតិថិជនរបស់ GFGI ទាំងអស់បាទថ្ងៃនេះខ្ញុំសូមបង្ហាញអំពីការដាក់លុយវិនិយោគទៅក្នុងគណនីរបស់លោកស្រីជាបឋមលោកស្រីចូលទៅកាន់ account របស់លោកស្រីតាមរយៈ website ដែលលោកស្រីបាន register រួចហើយដំបូងលោកស្រីវាយបញ្ចូលលេខទូរស័ព្ទជាមួយនឹងលេខសម្ងាត់របស់លោកស្រីបន្ទាប់មកធ្វើការ login បាទបន្ទាប់ពីលោកស្រី login ចូលហើយលោកស្រីនឹងឃើញផ្ទាំងដូចខាងនេះបន្ទាប់មកលោកស្រីយក select លើពាក្យ balance លោកស្រីយកពាក្យ matching បន្ទាប់មកវានឹង load account ID លោកស្រីដូច្នេះតើលោកស្រីធ្វើការវិនិយោគចំនួនប្រមាណឧទាហរណ៍100លោកស្រីធ្វើការវេទៅក្នុងវេ transfer ដោយធនាគារឬក៏ ACV លុយឬក៏ Win account ជាដើមបើលោកស្រីមានលោកស្រីមិនទាន់មាន account ACV លុយទេអញ្ចឹងលោកស្រីអាចធ្វើការវេទៅកាន់គណនីរបស់ក្រុមហ៊ុនដូចជា ACV លុយ Win account AC ដែរអញ្ចឹងបើលោកស្រីមានគណនីជាមួយធនាគារមួយណាលោកស្រីអាចវេជាមួយនឹងធនាគារមួយនោះប៉ុន្តែលក្ខខណ្ឌរបស់គណៈកម្មការមូលបត្រកម្ពុជាគឺបានអនុញ្ញាតឲ្យតែធនាគារចំនួន3ប៉ុណ្ណោះដែលមានសិទ្ធិក្នុងការ store លុយរបស់អតិថិជនដូចជា ACDA, Canara និង BIDC អញ្ចឹងដោយសារតែ account ACV លុយនិង Win គ្រាន់តែជាលក្ខណៈជួយសម្រួលការងាររបស់លោកស្រីតែប៉ុណ្ណោះអញ្ចឹងឧទាហរណ៍លោកស្រីអត់មានឬក៏ពិបាកទៅធនាគារលោកស្រីអាចធ្វើការវេលុយតាមរយៈ ACV លុយដូចខាងក្រោមដំបូងលោកស្រី select ACV លុយបន្ទាប់មកយកពាក្យនេះមកនេះគឺជាលេខ account របស់ ACV លុយរបស់ក្រុមហ៊ុនអញ្ចឹងលោកស្រីធ្វើការផ្ទេរសាច់លុយរបស់លោកស្រីតាមរយៈលេខទូរស័ព្ទមួយនេះបន្ទាប់មកនេះគឺ account របស់លោកស្រីគឺ copy លេខទូរស័ព្ទខាងលើនេះមកតែបានដាក់ account ហ្នឹងបន្ទាប់មកគឺឈ្មោះរបស់លោកស្រីឈ្មោះរបស់លោកស្រីដែលបានធ្វើការ register ជាមួយនឹងwebsite របស់ Go208 នេះបន្ទាប់មកធ្វើការ remark អញ្ចឹងដោយសារខ្ញុំ copy លេខដដែលមកឧទាហរណ៍បន្ទាប់មកធ្វើការ remark ហើយនឹងលេខទូរស័ព្ទបាទបន្ទាប់មកធ្វើការវាយលេខកូដនេះចូលមកក្នុងនេះឡើងវិញមកបន្ទាប់មកធ្វើការ submit បាទបន្ទាប់មកវានឹងលោតផ្ទាំងមកខាងក្រោមនេះហើយលោកស្រីបន្ទាប់ពីធ្វើការងារនឹងរួចលោកស្រីគ្រាន់តែទៅកាន់ agent ណាមួយដែលនៅជិតលោកអ្នកដើម្បីធ្វើការវេលុយទៅកាន់លេខ account មួយនេះគ្រាន់តែបញ្ជាក់ប្រាប់គេថាផ្ញើទៅលេខ099 53ដើម739ឈ្មោះសុកហេងហើយធ្វើការ remark ដូចនេះ Go 208និងលេខទូរស័ព្ទរបស់លោកស្រីជាការស្រេចសូមអរគុណ